បាទស្អងបងប្អូនទាំងនេះយើងបានឆាមុខម្រះព្រៃហិលយើងលីងវាឲ្យខ្ទឹមឲ្យឈ្ងុយមកហើយចាំយើងដាក់មឹកចូលមឹកនេះរៀងកកបន្តិចដាក់ខ្វះទេបន្តិចទេកកហើយក៏យើងច្បល់វាឲ្យវាចូលជាតិគ្នាទៅហើយមើលសាច់មឹកយើងវារៀងល្មមយើងក៏កូរច្បល់ថែមគ្រឿងស្ករប៊ីចេងរ៉ូឌីប្រេងខ្យងបន្តិចទៅបងប្អូនត្រូវការចង់បានរៀងដិតបងប្អូនដាក់ទៅហើយបើចំពោះខ្ញុំត្រូវការដិតហើយទីវាឲ្យដាក់ម្រះព្រៅបន្តិចមកហើយម្រះព្រៅយើងមិនដាក់បងប្អូនមិនដាក់យូរពេកទេយើងច្បល់បន្តិចទៅហើយរៀបចំជាក់មកឬក៏ជាមួយបាយខ្ញុំរៀបមកឲ្យជាមួយបាយជាមួយជាក់ទៅហើយយើងដួសដាក់ចានទៅហើយមុខនុយយើងប៉ុណ្ណេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនកុំភ្លេចជួយខមមិន follow មកបងប្អូនអរគុណច្រើន